ហើយទី3ពេលប្រសង់ឆាន់រួចមានពាក្យខ្លះថាឲ្យសុំខ្សែសាំងបើមិនបាច់សុំតើបានទេតើល្អឬក៏ខុសឬក៏ត្រូវសូមគុណម្ចាស់មេត្តាអនុគ្រោះតាមពិតពាក្យនេះមិនមែនត្រូវសុំទេគ្រាន់តែរំលឹកលោកទេហើយក៏មិនមែនជាធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងដែរវាជារឿងមួយដាច់ដោយឡែករបស់ចិត្តកហបតីចិត្តកហបតីហ្នឹងពេលដែលលោកឆាន់ហើយគាត់គិតទេគាត់គិតខ្លួនគាត់ថាក្រែងលោកមិនតន់លះបង់យើងយកមកហូបចឹងទៅខ្លាចវាថាយើងពិសារបស់លោកអញ្ចឹងគ្រាន់តែរំលឹកថាសូមលោកម្ចាស់លះបង់អ្វីដែលសេះសល់ហ្នឹងទៅដើម្បីពួកខ្ញុំកណាបរិភោគប៉ុន្តែបើលោកមិនលះនៅតែដដែលអញ្ចេះតាសំខាន់គឺលោកលះអញ្ចឹងបានកន្លែងអាត្មាធ្វើជាសញ្ញាពេលឆាន់ហើយអាត្មារុញថាសអញ្ចឹងគឺជាអាត្មាមិនមែនឲ្យគឺគ្រាន់តែជាសញ្ញាថាអាត្មាលះហើយមិនបាច់សុំក៏បានដែរអត់អីសំខាន់គឺលះហើយបើសុំវិញលោកឲ្យមានទោសទៀតពីព្រោះមនុស្សដែលលោកត្រូវឲ្យគឺមានវិយាបច្ចៈផ្ទាល់ឲ្យអត់អីសាច់ញាតិរបស់លោកឲ្យអត់អីហើយអ្នកក្រកំសត់ទូរគតឲ្យអត់អីតែសាច់សប្រហែលនេះអត់ឲ្យទេកាលណាឲ្យប៉ុន្តែបើញាតិញោមនឹងមកបំរើលោកនៅវត្តអីឲ្យអីអត់អីទេណាជាវិយាបច្ចៈតែញាតិញោមធម្មតាមិនបានព្រះអង្គមិនឲ្យមកអំពីការឲ្យទៅវាឈ្មោះតែបច្ចុប្បច្ច័យកុហកឲ្យបាយមួយចានមកវិញ$50ឲ្យរបស់សំណោះដៃប៉ុន្តែញាតិញោមទៅវត្តចង់បានអាទឹកតែមួយកែវលោកឲ្យហ្នឹងចង់មិនខ្វះទេនៅស្រុកខ្មែរមិនខ្វះទេញាតិញោមជាពិសេសជំទាវថាអាត្មាឆ្មើងណាស់យើងគិតបន្តិចមើលយើងទៅអស់លុយរាប់រយដុល្លារទៅឃ្លានទឹកតែមួយកែវហ្នឹងឯងពីលោកហ្នឹងឯងថាវាដូចឆ្មើងបន្តិចមែនណាប៉ុន្តែបើគេរៀបចំក៏ល្អដែរខាងគណៈកម្មការគេរៀបចំមិនអីទេអញ្ចឹងណាលោករៀបចំទៅណាប៉ុន្តែគាត់ចង់បានពីលោកឲ្យឃើញថាលោកហ្នឹងវាហើយប្រៀបផ្ទឹមណាប្រៀបផ្ទឹមព្រះអង្គសានសុជាហ្នឹងឆ្មើងមកទេឆ្មើងបន្តិចដែរវាជាប់ជាពាក់កូនកំមុំគេទៅអារឿងយកចិត្តគេយកគ្មានជាប់អីផងមែនទេហ្នឹងឥឡូវហេតុអីបានជាព្រះអង្គមិនឲ្យអញ្ចឹងមិនត្រឹមតែមិនឲ្យក្រែលកតេលឲ្យមិនបានទៀតឲ្យកៅអីហ្នឹងមិនបានទៀតញាតិញោមចង់បានកំណើតខ្ពង់ខ្ពស់ទេដែលឮលោកទេសថាកាលណាញាតិញោមប្រើអ្នកមានគុណឬក៏ប្រើអ្នកមានសិលខ្ពស់ជាងវាមិនដែរយល់អត់មិនក៏ចង់ឲ្យលោកបំរើឃើញទេហ្នឹងមួយយ៉ាងទៅប៉ុន្តែតាមវត្តគេគួរចាត់ចែងឲ្យមានដែរមិនមែនថាវិន័យអញ្ចឹងហើយវាខ្សោះទាំងអស់នោះមិនមែនទេគណៈកម្មការញោមវត្តអីរៀបចំទៅអញ្ចឹងណាយល់ទេពួកគ្នាទៅពីចង្ងាយទៅទិញទឹកណាភ្លាមវាបំហត់វាមហេវមែនទេហ្នឹងអញ្ចឹងត្រូវគណៈកម្មការក្មេងវត្តអីធ្វើទៅមិនបាច់លោកធ្វើទេយល់អត់ហ្នឹងហើយយើងចាត់ចែងអញ្ចឹងទៅហ្នឹងហើយញាតិញោមខ្លះគាត់ដើរទៅអួតអញ្ចឹងគាត់ថាទៅមនីរកលោកឲ្យឆ្មើងលោកផ្សេងឯងទៅទឹកដូងផងអីផងខ្វះណាមកនេះឯងដែលព្រះអង្គសម្ដែងថាលៀបភេនលៀបភឹងនិច្ចកឹងសនតាយោលៀបតិចតេយោលៀបធំដែលដឹងគេស្ទូចត្រីអត់ស្ទូចត្រីដាក់នុយប៉ុណ្ណាដាក់នុយគ្រាន់តែចិត្តផ្លែស្ទូចតាមែនទេដល់ពេលស្ទូចមកវិញបានប៉ុណ្ណាវាមានលំអៀងនិយាយបន្តិចចុះលោកខ្លះហ្នឹងទៅទទួលតែអ្នកសាច់សទេឃើញអ្នកស្រែអ្នកកំសត់ទៅបង្ងើយជាងអាត្មាទៀតហ្នឹងយើងមើលដល់បេះដូងនោះតើជាភាពល្អពិតឬក៏តាក់ទងដើម្បីស្អីហាហ្នឹងហើយបើឃើញឡានទៅអីហ្នឹងអញញួរហ្នឹងហើយឃើញគ្នាសាច់ខ្មៅទៅហ្នឹងធ្វើហេយល់អត់
ហ្នឹងអញ្ចឹងស្អីក៏វាអាស្រ័យលើចិត្តរបស់យើងហេតុអីបានជាព្រះអង្គអនុញ្ញាតឲ្យអ្នកកំសត់ពីព្រោះឲ្យដល់អ្នកកំសត់គឺឲ្យដោយចិត្តមេត្តាយើងអត់មានទាមទារស្អីពីអ្នកកំសត់នឹងមកវិញទេមែនទេនឹងប្រសងឲ្យអត់អីទេវិយាវចៈឲ្យគាត់ក៏មិនអីពីព្រោះគាត់បំរើស្រាប់ហើយមានចាំបានអីទៀតមិនចឹងមានន័យថាអ្វីដែលព្រះអង្គអនុញ្ញាតឲ្យគឺពាក់ព័ន្ធនឹងផ្លូវចិត្តនេះវាមិនកើតបាបហើយដល់មនុស្សសាមញ្ញធម្មតាមានទីពឹងធម្មតាព្រះអង្គមិនឲ្យដោយសារអីដោយសារញាតិញោមមកគឺត្រូវទទួលអំណោយធัวសំខាន់ណាស់តែដល់តែយើងយករបស់មកដាក់ពីខាងមុខមករាប់អានគ្នាដោយសាររបស់សោះញាតិញោមអត់ស្គាល់តម្លៃថាលោកសោះហ្នឹងវាមានតម្លៃខុសពីកុហកយ៉ាងម៉េចទេអមិសបដិសន្ធារៈហើយនឹងធម្មបដិសន្ធារៈប្រសងនេះដែលល្អបំផុតគឺធម្មបដិសន្ធារៈបើយល់ហើយម៉ោងយើងដល់ម៉ោងទៅមកកន្លែងទៀតទៅមកកន្លែងទៀតណាសូមក្រាបថ្លែងគុំគុណចាស់គ្រូជាទីគោរពសំណួរនេះមិនមែនចំពោះតែទូមគុំខ្ញុំកណ្ណាទេគុណចាស់និយាយទៅពុទ្ធបរិស័ទទូទៅគេសួរថាមានគេមកសួរថាហេតុអ្វីក៏អ្នកឯងកាន់ពុទ្ធសាសនារបស់ព្រះហេតុអ្វីបានអ្នកឯងមកកាន់ពុទ្ធសាសនារបស់ព្រះសួរថាមូលហេតុអីមានអ្នកខ្លះគេអត់ឆ្លើយអត់រួចគុណចាស់ហេតុអីបានអ្នកឯងមកកាន់ពុទ្ធសាសនារបស់ព្រះគេសួរអញ្ចឹងហើយធ្វើម៉េចបើអត់ដឹងតើគុណចាស់មិនដិតទេបានឆ្លើយរួចខ្ញុំកណ្ណាមិនឆ្លើយរួចសូមអរគុណគុណចាស់បោះព្រះនឹងព្រះណាដែលយើងគុណចាស់បោះព្រះយើងហ្នឹងហេតុអីបានមកកាន់ពុទ្ធសាសនាគេសួរយើងចឹងគុណចាស់ហ្នឹងហើយឆ្លើយមិនរួចហ្នឹងវាសមហើយចាំបានមានគុណចាស់ឆ្លើយរួចបើឆ្លើយរួចតែអាត្មាហ្នឹងបានប្រយោជន៍ស្អីវាទល់តែអ្នកកាន់ទាំងអស់ឆ្លើយរួចបើវាត្រូវមិនបានមកកាន់មិនបានមកកាន់មិនបានមកកាន់វាមិនអត្តន័យគេច្រើនគេឆ្លើយទៅគេថាអត់ហ្នឹងហ្នឹងចាំភ្លឺគុណចាស់ហ្នឹងហើយបំភ្លឺត្រូវការពន្យល់យូរប៉ុណ្ណោះមកទាំងឡាយអើយគុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោ